ការគ្រប់គ្រងសម្ពាធការងារអត្ថបទរបស់ឯកសារច្បាប់និងរដ្ឋបាលការគ្រប់គ្រងសម្ពាធការងារគឺជាជំនាញដ៏សំខាន់ដើម្បីរក្សាសុខភាពផ្លូវចិត្តនិងបង្កើតប្រសិទ្ធភាពការងារខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលបុគ្គលិកអាចអនុវត្តដើម្បីគ្រប់គ្រងសម្ពាធការងារ 1. កំណត់អត្ថប្រយោជន៍ការងារធ្វើបញ្ជីការងារ To do list ដើម្បីរៀបចំអ្វីដែលត្រូវធ្វើមុននិងអ្វីដែលអាចចងចាំផ្ដោតលើកិច្ចការសំខាន់ៗនិងជៀសវាងការពន្យាពេលធ្វើគ្រប់យ៉ាងក្នុងពេលតែមួយ 2. គ្រប់គ្រងពេលវេលាកំណត់ពេលវេលាសម្រាប់ការងារនីមួយៗនិងរក្សាវិន័យក្នុងការធ្វើតាមការវិភាគប្រើបច្ចេកវិទ្យាធ្វើការ25នាទីសម្រាប់5នាទីដើម្បីរក្សាការផ្ដោតអារម្មណ៍ 3. សម្រាកឲ្យបានគ្រប់គ្រាន់យកពេលសម្រាកខ្លីៗរវាងម៉ោងការងារដើម្បីសម្រាកខួរក្បាលនិងរាងកាយគេងឲ្យបានគ្រប់គ្រាន់នៅពេលយប់7ទៅ8ម៉ោងដើម្បីឲ្យរាងកាយមានថាមពលឡើងវិញ 4. និយាយជាមួយអ្នកដទៃបើសម្ពាធកើនឡើងខ្លាំងសូមពិភាក្សាជាមួយនឹងអ្នកគ្រប់គ្រងឬមិត្តរួមការងារដើម្បីស្វែងរកជំនួយឬកែសម្រួលបន្ទុកការងារការចែករំលែកអារម្មណ៍ជាមួយមិត្តភ័ក្តិឬក្រុមគ្រួសារក៏អាចជួយសម្រាលភាពតានតឹងបានដែរ 5. ហាត់ប្រាណនិងថែទាំសុខភាពធ្វើលំហាត់ប្រាណស្រាលៗដូចជាដើរលេងឬយូហ្គាដើម្បីបន្ធូរអារម្មណ៍ញ៉ាំអាហារដែលមានជីវជាតិនិងផឹកទឹកឲ្យបានគ្រប់គ្រាន់ 6. អនុវត្តការដកដង្ហើមនិងសមាធិប្រើបច្ចេកទេសដកដង្ហើមជ្រៅៗដើម្បីឲ្យចិត្តស្ងប់នៅពេលដែលមានអារម្មណ៍ថប់សមាធិរយៈពេល5ទៅ10នាទីក្នុងមួយថ្ងៃអាចជួយកាត់បន្ថយភាពតានតឹង 7. កំណត់ព្រំដែនរៀននិយាយទេចំពោះការងារបន្ថែមបើវាលើសពីសមត្ថភាពបិទការជូនដំណឹងពីការងារនៅពេលសម្រាកដើម្បីផ្ដាច់ខ្លួនចេញពីសម្ពាធ 8. ស្វែងរកជំនួយបន្ថែមបានសម្ពាធនៅតែបន្តធ្ងន់ធ្ងរពិចារណាពិគ្រោះជាមួយនឹងអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តការអនុវត្តវិធីសាស្ត្រទាំងនេះអាចជួយឲ្យបុគ្គលិកទប់ទល់នឹងសម្ពាធការងារនិងរក្សាភាពតឹងរ៉ឹងទាំងផ្លូវកាយនិងផ្លូវចិត្ត